សាលាដំបងរាជធានីភ្នំពេញសម្រាប់បដនទីទួលគាត់2ឆ្នាំពីនៃ4លានហើយនឹងដកសិទ្ធិមិនឲ្យចូលឈ្មោះបោះឆ្នោតនិងមិនឲ្យចូលរួមបោះឆ្នោតសម្រាប់ខ្ញុំជាមេធាវីយើងឃើញថាអ្វីដែលលោកសុនចន្ទធីបាននិយាយនៅប្រទេសជប៉ុននេះហ្នឹងគឺគាត់មិនមែនជាកំហុសទេគឺជាការរិះគន់ដើម្បីស្ថាបនាបាទការមិនមានអ្វីក៏ហៅគាត់ទេប៉ុន្តែបើគាត់ប្រើសិទ្ធិប្រឹងតវ៉ាទៅអូតូនឹងមាននីតិវិធីក៏ហៅគាត់មកចូលរួមសវនាការទៀតសំណោះមែនតែនបាទយើងគិតទៅគប់ជួនគ្នាមែនតែនបាទថ្ងៃណាមិនប្រសូតលេងស្រាប់តែថ្ងៃប្រកាសលទ្ធផលឪពុកដែលឪពុកទទួលរងនៅរឿងអយុត្តិធម៌បែបជាកូននឹងជ្រើសរើសថ្ងៃហ្នឹងប្រសូតចំមកថ្ងៃហ្នឹងដែរ